ប្រពន្ធឲ្យសូមយកកន្សែងជូតមុខមកឲ្យខ្ញុំផងវាហាក់ដូចជាប្តីរបស់ខ្ញុំមានមនុស្សដែលគាត់ចូលចិត្តខ្ញុំត្រឡប់មកវិញហើយយើងរៀបការយូរហើយហេតុអ្វីអ្នកទើបទិញផ្កាយរីករាយថ្ងៃកំណើតប្រពន្ធខ្ញុំគម្រោងដែលអ្នកចង់បានគាត់ធ្វើប្រហែសខ្លាំងណាស់រហូតដល់គាត់ច្រឡំឲ្យខ្ញុំនៅអំណោយដែលគាត់គួរតែឲ្យនាងតើគាត់មិនគួរទិញខ្សែឲ្យខ្ញុំទេហេតុអ្វីបានជាវាជាបិចមែនហើយមានខ្សែជាច្រើនប្រភេទហើយវាស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែខ្ញុំមិនអាចសម្រេចចិត្តថាត្រូវជ្រើសរើសមួយណាសម្រាប់អ្នកបានទេដូច្នេះខ្ញុំបានទិញបិចនេះឲ្យអ្នកវិញខ្ញុំចាំបានថាការយើងនៅរៀនអក្សរដៃរបស់អ្នកពូកែជាងគេនៅក្នុងថ្នាក់របស់យើងអ្នកចង់ឲ្យខ្ញុំជួយអ្នកឲ្យសម្រាកដូច្នេះហេតុអ្វីបានជាអ្នកស្រាប់តែចាប់ផ្ដើមប្រើទឹកអប់ខ្ញុំបានទិញឲ្យអ្នកខ្លះពីមុនប៉ុន្តែអ្នកមិនចាំបាច់ទិញបន្ថែមទៀតទេវាជាអំណោយពីអតិថិជនម្នាក់អ្នកទើបតែបាញ់វាខ្លះក្នុងអំឡុងពេលជួបជាមួយគាត់នៅថ្ងៃនេះមិនអីទេខ្ញុំបានបាញ់វារួចហើយខ្ញុំមិនញ៉ាំអាហារឥឡូវនេះទេខ្ញុំត្រូវទៅការិយាល័យដើម្បីធ្វើអ្វីមួយវិចារញ្ញាណរបស់ស្ត្រីគឺត្រឹមត្រូវគួរឲ្យខ្លាចណាស់ទៅទិញអ្វីមួយឲ្យម៉ាក់ទៅខ្ញុំទៅការិយាល័យឥឡូវនេះយល់ព្រមទេអូននិងបងសម្លឹងមើលគ្នាទៅវិញទៅមកដោយទឹកមុខស្លូតត្រង់និងលេងសើចអូលោកស្រីចៅវាយមកដល់ហើយអ្នករាល់គ្នាបានធ្វើការយ៉ាងលំបាកដូច្នេះខ្ញុំបានទិញក្រូចខ្លះតោះយើងចែកគ្នាលោកស្រីចៅវាយអរគុណលោកស្រីចៅវាយលោកស្រីចៅវាយអរគុណលោកស្រីចៅវាយអរគុណអរគុណអរគុណអូសៀវឈៀវទីក្រុងប៉េកាំងបានលាតត្រដាងខ្ញុំប្រសិនបើខ្ញុំខកខានវិនាទីនេះសូមអរគុណលោកម្ចាស់ស្រីដែលទើបតែបញ្ចប់ការសិក្សាមែនហើយខ្ញុំនិងសៀវសុទ្ធតែជានិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីសូមអរគុណដោយសារក្រចករបស់អ្នកពិបាកជួសជុលសូមឲ្យខ្ញុំជួយអ្នកអរគុណលោកម្ចាស់លោកស្រីភរិយារបស់ខ្ញុំតើអ្នកកំពុងធ្វើអ្វីនៅទីនេះសែ